ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា As far as my feet will carry me មកសង្ខេបជូនបងប្អូនស្ដាប់ដែលសាច់រឿងមួយនេះគឺនិយាយអំពីអ្នកទោសដែលជាទាហានជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវបានពួកទាហានរុស្ស៊ីឬក៏សហភាពសូវៀតកាលសម័យសង្គ្រាមលោកនឹងចាប់យកទៅធ្វើជាទាសករហើយបរិសម្នាក់នឹងក៏ព្យាយាមតស៊ូហើយគុកហើយធ្វើដំណើររាប់ម៉ឺនគីឡូឆ្លងកាត់ក្តៅរងាដើម្បីមកជួបជុំគ្រួសាររបស់គាត់វិញចង់ដឹងថាដំណើរជីវិតរបស់គាត់នឹងទៅជាយ៉ាងណានោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងនៅរដ្ឋបាវ៉ារីប្រទេសអាល្លឺម៉ង់ឆ្នាំ1944លោកអនុស្រីឯកវ័យក្មេងម្នាក់ដែលមានឈ្មោះថា Clement គេត្រូវបានកេណ្ឌឲ្យទៅចូលរួមក្នុងសង្គ្រាមហើយប្រពន្ធនិងកូនស្រីរបស់គេក៏បានមកជន់ដំណើរគេប្រពន្ធក៏បានប្រាប់ប្តីថានាងកំពុងតែមានផ្ទៃពោះកូនទី2ហើយប៉ុន្តែមិនទាន់ដឹងថាជាភេទអ្វីនៅឡើយទេ Clement ក៏ញញឹមដោយសង្ឃឹមថាគេនឹងអាចវិលត្រឡប់មកវិញដោយសុវត្ថិភាពកូនស្រីរបស់ Clement ក៏បានផ្ដាំឪពុកឲ្យជួយទិញ postcard ឲ្យនាងផងពេលត្រឡប់មកវិញ Clement ក៏បានសន្យាជាមួយនឹងកូនស្រីហើយពេលវេលារបស់គេជាមួយនឹងប្រពន្ធកូនក៏ត្រូវបានអស់នេះហើយគឺជាភាពខ្មៅងងឹតនៃសង្គ្រាមគឺមានតែការបែកបាក់ហើយក្នុងនាមជាយោធិនមួយរូប Clement គឺមានកាតព្វកិច្ចជាចាំបាច់ក្នុងការចូលរួមការពារទឹកដីរបស់គេ Clement ក៏បានសន្យាមួយម៉ាត់ចុងក្រោយទៀតថាគេនឹងវិលមកវិញនៅថ្ងៃ Christmas ប៉ុន្តែអ្វីគឺមិនដូច Clement គិតនោះទេនៅថ្ងៃទី13ខែកក្កដាឆ្នាំ1945 Clement ក៏ត្រូវបានក្រុមទាហានសូវៀតចាប់បានហើយតុលាការសូវៀតបានកាត់ទោសឲ្យ Clement នឹងត្រូវជាប់គុកនៅសូវៀតរយៈពេល25ឆ្នាំបន្ទាប់មកយើងក៏បានឃើញ Clement ជាមួយនឹងអ្នកទោសសង្គ្រាមជនជាតិអាល្លឺម៉ង់ជាច្រើនអ្នកទៀតត្រូវបានបញ្ជូនទៅពន្ធនាគារតាមរយៈរថភ្លើងប៉ុន្តែគឺថាសីតុណ្ហភាពនឹងវាគឺត្រជាក់ខ្លាំងមែនទែន Clement ត្រូវធ្វើដំណើរក្នុងស្ថានភាពអត់មានអាហារនិងទឹកនៅលើរថភ្លើងដ៏សែនត្រជាក់បែបនេះរយៈពេលជាច្រើនថ្ងៃមានអ្នកទោសម្នាក់ក៏បានប្រាប់ឲ្យ Clement នឹងទៅបន្ថែមភ្លើងឲ្យរថភ្លើងបន្តិចទៅព្រោះរថភ្លើងសម័យហ្នឹងគឺធ្វើដំណើរដោយចំហេះហើយ Clement ក៏ងាកត្រឡប់មកវិញគេក៏បានឃើញថាមានអ្នកទោសម្នាក់ទៀតបានដេកកកស្លាប់ដោយសារត្រជាក់ខ្លាំងពេកនៅអាល្លឺម៉ង់ឯនេះវិញអ្នករត់សម្បត្តិម្នាក់ក៏បានយកសម្បត្តិដែលបានផ្ញើពីមេបញ្ជាការរបស់ Clement ឲ្យទៅប្រពន្ធរបស់ Clement កូនស្រីរបស់ Clement ក៏បានរត់យ៉ាងប្រញាប់ដើម្បីយកសម្បត្តិហ្នឹងទៅឲ្យម្ដាយនៅឯព្រះវិហារមួយកន្លែងដែលក្នុងសម្បត្តិហ្នឹងគឺបានសរសេរប្រាប់ថាពេលនេះពួកគេគឺមិនមានដំណឹងពី Clement នោះទេមិនដឹងថា Clement ហ្នឹងពេលនេះស្លាប់ឬមួយក៏រស់ឡើយប្រពន្ធអានសម្បត្តិទាំងស្លុតចិត្តហើយកូនស្រីវិញគេក៏បានសម្លឹងទៅរូបសំណាកព្រះម៉ែម៉ារីដើម្បីបួងសួងឲ្យឪពុករបស់នាងមានសុវត្ថិភាពនិងឲ្យគាត់នឹងឆាប់បានត្រឡប់មកផ្ទះវិញឆាប់នៅលើរថភ្លើងឯនេះវិញ Clement ក៏បានពឹងឲ្យអ្នកទោសគ្នាគេម្នាក់ឲ្យជួយគូផែនទីបង្ហាញផ្លូវបន្តិចមើលថាសល់ប្រហែលប្រមាណគីឡូទៀតទើបយើងទៅដល់គោលដៅអ្នកទោសម្នាក់នោះក៏បានគូបង្ហាញហើយម្នាក់ហ្នឹងគឺមានការហួសចិត្តជាខ្លាំងដោយសារតែវាហ្នឹងគឺនៅមានរយៈចម្ងាយឆ្ងាយទៀតហើយបើសិនជាពួកគេស្ថិតនៅក្នុងស្ថានភាពបែបនេះតែប្រហែលថ្ងៃទៀតពួកគេបើមិនស្លាប់ដោយសារអត់អាហារទេក៏ស្លាប់ដោយសារកកស្លាប់ដែរពេលហ្នឹងម្នាក់ក៏ទាស់សម្ដីគ្នារោគច្រានគ្នាវាយគ្នាផងដែរប៉ុន្តែរថភ្លើងក៏បានចាប់ហ្វ្រាំងហើយម្នាក់ក៏ចង្រុលទៅមុខពួកអ្នកទោសអាល្លឺម៉ង់ក៏ត្រូវបានឲ្យចុះមកយកអុសទៅបន្ថែមហើយក៏មានអាហារបន្តិចបន្តួចសម្រាប់ពួកគេផងដែររថភ្លើងក៏បានធ្វើដំណើររហូតដល់ពេលយប់ហើយក៏បានមកដល់កន្លែងចំណតទី2ប៉ុន្តែអ្នកទោសទាហានទាំងអស់នោះគឺមិនត្រូវបានឲ្យចុះពីលើកាប៊ីនរថភ្លើងនោះទេហើយពេលហ្នឹងក៏មានអ្នកទោសម្នាក់បានយកសម្បត្តិម្ដាយរបស់គេចេញមកអាន Clement ឃើញហើយក៏បានដាស់តឿនម្នាក់ហ្នឹងថាឲ្យលាក់សម្បត្តិហ្នឹងឲ្យជិតទៅប្រយ័ត្នតែពួកទាហានសូវៀតឃើញឯងនឹងត្រូវគេសម្លាប់ជាមិនខានព្រឹកថ្ងៃបន្ទាប់នៃទាហានជាន់ខ្ពស់របស់សូវៀតក៏បានជិះសេះមកដល់ហើយក្រុមអ្នកទោស Clement ក៏ត្រូវបានដោះលែងចេញពីកាប៊ីនគ្រាន់តែចុះមកភ្លាមពួកគេក៏បានច្បាមព្រិលនិងហូបយកតែម្ដងដោយសារតែឃ្លានខ្លាំងពេកហើយពួកទាហានសូវៀតអត់មានខ្វល់នោះទេពួកហ្នឹងក៏បានវាយហើយបង្ខំឲ្យពួកអ្នកទោសហ្នឹងត្រូវឆាប់បន្តដំណើរទៅមុខទៀតក្រុមអ្នកទោសគឺត្រូវធ្វើដំណើរថ្មើរជើងនៅលើផ្លូវទឹកកកដ៏សែនឆ្ងាយហើយមានអ្នកខ្លះក៏កាំងបេះដូងស្លាប់អ្នកខ្លះដែលអស់កម្លាំងរុកដួលអីហ្នឹងគឺត្រូវទាហានសូវៀតវាយឲ្យបន្តដើរទៀតគឺមិនឲ្យឈប់សម្រាកនោះទេចុងក្រោយពួកគេក៏បានទៅដល់មន្ទីរឃុំឃាំងនៅឆ្នាំ1946លោកឧត្តមសេនីយ៍ម្នាក់ដែលមានឈ្មោះថា Camino គាត់គឺជាអ្នកដែលមានតួនាទី
ក្នុងការគ្រប់គ្រងសុវត្ថិភាពនៅកន្លែងឃុំឃាំងនេះបន្ទាប់មកយើងក៏បានឃើញវិជ្ជបណ្ឌិតជនជាតិអាល្លឺម៉ង់ម្នាក់ដែលគាត់មានឈ្មោះថា Dr. Staffner លោក Kamenau ក៏បានមកប្រាប់លោក Staffner ថាពេលនេះគឺមានអ្នកទោសដែលទៅមកដល់ជាច្រើនអ្នកកំពុងតែឈរតម្រង់ជួរនៅខាងក្រៅ Clement ក៏បានសង្កេតឃើញថានៅទីនេះគឺគ្មានរបងគ្មានប៉មការពារអីនោះទេហើយអ្នកទោសគ្នាគេក៏បាននិយាយថាមិនចាំបាច់មានរបងក៏ពួកគេមិនដឹងថាត្រូវរត់តាណារួចដែរក្នុងកំឡុងពេលរាប់ចំនួនអ្នកទោសហ្នឹងក៏មានអ្នកទោសម្នាក់បានដួលស្លាប់ហើយអ្នកយាមក៏បានបាញ់ជាច្រើនគ្រាប់បន្ថែមទៀតលោកខាមេណូក៏បានបញ្ជាឲ្យពួកអ្នកទោសហ្នឹងឈរនៅទីហ្នឹងជាច្រើនម៉ោងដើម្បីចង់ដឹងថាអ្នកណាមានសុខភាពល្អអាចធន់នឹងភាពត្រជាក់បានដើម្បីស្រួលយកទៅធ្វើការនៅកន្លែងជីកធ្យូងហើយ Dr. Staffner គាត់ក៏បានឆ្ងល់ថាបើអញ្ចឹងហៅគាត់មកមើលធ្វើអីបើគាត់ជាវិជ្ជបណ្ឌិតហ្នឹងហើយលោក Kamenau ក៏បានតបវិញថាគឺដើម្បីឲ្យលោកគ្រូពេទ្យឯងហ្នឹងងាយស្រួលក្នុងការធ្វើលិខិតមរណៈក្រុមអ្នកទោសក៏ត្រូវបានឲ្យឈររហូតដល់ពេលយប់ហើយពេលនេះគឺដល់ពេលត្រូវឆែកឆេរខ្លួនរបស់អ្នកទោសម្ដងអ្នកទោសវ័យក្មេងហ្នឹងក៏បង្ហាញអាការៈរាងភ័យព្រោះខ្លាចគេឆែកឃើញសម្បត្តិម្ដាយរបស់ខ្លួនលោក Kamenau ក៏រៀងចាប់អារម្មណ៍ហើយក៏បញ្ជាឲ្យកូនចៅរបស់គាត់ឆែកឆេរអ្នកទោសវ័យក្មេងម្នាក់នោះក៏បានដកសម្បត្តិនឹងចេញមកតាមសម្រួលប៉ុន្តែលោក Kamenau ក៏បានហែកវាចោលហើយក៏បញ្ជាឲ្យគេដោះអាវចេញនិងឲ្យគេឈរនៅកន្លែងនឹងតែម្នាក់ឯងបន្តទៀតរហូតដល់ស្លាប់អ្នកទោសដែលនៅរស់រានមានជីវិតក៏ត្រូវបាននាំទៅកោសក់ហើយទទួលបានខោអាវថ្មីមួយកំភ្លេផងដែរពួកគេត្រូវបានដាក់ឲ្យធ្វើការនៅកន្លែងរ៉ែធ្យូងប្រពន្ធរបស់ Clement ឯនេះវិញគាត់ជាមួយនឹងកូនស្រីគឺមិនបោះបង់ Clement ងាយៗនោះទេគាត់បានទៅកន្លែងស្នាក់ការគណៈកម្មាធិការជាតិប្រទេសអាល្លឺម៉ង់ដើម្បីទៅសួរនាំព័ត៌មានក្រៃលោមានដំណឹងពីប្តីប៉ុន្តែបុរសម្នាក់ដែលគាត់ធ្វើការនៅកន្លែងហ្នឹងក៏បានប្រាប់ថាពេលនេះគាត់គឺមិនទាន់មានដំណឹងអ្វីពី Clement នៅឡើយទេប៉ុន្តែគាត់នឹងមានជំនួបជាមួយនឹងខាងរុស្ស៊ីឆាប់ហើយបើសិនជាមានដំណឹងអីពី Clement គាត់នឹងប្រាប់ទៅវិញនៅឆ្នាំ1947 Clement និងអ្នកទោសអាល្លឺម៉ង់ដទៃទៀតក៏នៅតែបន្តធ្វើការនៅកន្លែងរ៉ែធ្យូងដដែលប៉ុន្តែវាគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដូចជាមានការបាក់ដីសង្កត់គ្នារបស់ Clement ស្លាប់ភ្លាមៗនៅនឹងកន្លែងជាដើមពេលហ្នឹងក៏មានទាហានសូវៀតម្នាក់បានមកហៅ Clement ឲ្យចេញមកខាងក្រៅព្រោះលោក Kamenau ចង់ជួបលោក Kamenau បានអាននៅប្រវត្តិរូបរបស់ Clement ហើយក៏ដឹងថាគេចេះខាងជួសជុលម៉ាស៊ីនអីអញ្ចឹងហើយគាត់ក៏បានប្រើគេឲ្យជួយក្នុងការជួសជុលម៉ាស៊ីនមួយចំនួនឲ្យគាត់ Clement ពេលធ្វើការរបស់គេរួចគេក៏រកមើលឱកាសក្នុងការលួចរត់ដោយឃើញថាអ្នកយាមមិនបានចាប់អារម្មណ៍គេក៏លួចឡើងលើរទេះដឹកធ្យូងប៉ុន្តែសំណាងអាក្រក់អីគេក៏ត្រូវបានទាហានសូវៀតចាប់បានពួកនឹងបានយកគេទៅឃុំឃាំងឲ្យឈរហាភ្លៀងដើម្បីជាការរំលឹកថាការរត់គេចចេញពីទីនេះគឺមិនអាចទៅរួចទេបើសិនជា Clement អាចធ្វើដំណើរដល់ Alaska សហរដ្ឋអាមេរិកក៏ដោយក៏គេនឹងត្រូវបានបញ្ជូនមកវិញដដែលទេព្រោះថាសូវៀតជាមួយនឹងសហរដ្ឋអាមេរិកគឺមានកិច្ចព្រមព្រៀងជាមួយគ្នានៅពេលនោះបន្ទាប់មក Clement ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពនិងត្រូវបញ្ជូនមកកន្លែងធ្វើការរបស់គេវិញគ្រាន់តែមកដល់ភ្លាម Clement ក៏ត្រូវបានអ្នកទោសដទៃទៀតហ្នឹងធ្វើការស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងគឺថាវាយឡើង Clement ហ្នឹងចង់ដាច់ខ្យល់ទៅហើយទម្រាំតែមានអ្នកទោសម្នាក់បានចេញមកការពារគេទាន់ Dr. Staffner ក៏បានយក Clement ទៅព្យាបាលហើយគាត់ក៏បានប្រាប់គេថាពួកអ្នកទោសហ្នឹងគឺត្រូវអត់អាហារចំនួន4ថ្ងៃដោយសារតែឯងលួចរត់ហ្នឹងអញ្ចឹងហើយបានជាពួកគេខឹងនឹងឯងអញ្ចឹងឯងមិនគួរលួចរត់ដោយមិនមានកម្រងនិងសម្ភារៈច្បាស់លាស់អញ្ចឹងទេ Clement ក៏បានសុំអង្វរឲ្យលោកដុកទ័រហ្នឹងជួយផ្ញើសម្បត្តិទៅគ្រួសាររបស់គេផងប៉ុន្តែគាត់ក៏បានតបវិញថាទោះជាគាត់ចង់ជួយក៏សម្បត្តិហ្នឹងមិនបានទៅដល់ដៃគ្រួសាររបស់ឯងដែរនៅខាងគ្រួសាររបស់ Clement ឯនេះវិញប្រពន្ធគឺនៅតែរងចាំក្រៃលោមានសម្បត្តិផ្ញើមកពីប្តីអីអញ្ចឹងទៅហើយកូនស្រីវិញក៏អង្គុយមើលផែនទីពិភពលោកហើយនាងក៏មានគំនិតថាចង់សរសេរសម្បត្តិផ្ញើទៅប្រទេសរុស្ស៊ីប៉ុន្តែដោយសារតែប្រទេសនឹងធំពេកនាងមិនដឹងថាត្រូវដាក់អាសយដ្ឋានមួយណានោះទេ Clement ពេលនេះគេគឺបានប្រសើរឡើងវិញហើយ Dr. Staffner ក៏បាននិយាយបញ្យល់គេថាអ្នកទោសដែលធ្វើការនៅរ៉ែធ្យូងហ្នឹងយូរទៅពួកគេនឹងស្លាប់ដោយសារតែផ្សែងពុលដែលចេញពីរ៉ែធ្យូងទាំងនោះ Dr. Staffner គឺមើលដឹងថា Clement គឺនៅតែចង់លួចរត់អញ្ចឹងហើយគាត់ក៏បានប្រាប់គេបន្ថែមថាបើសិនជាចង់រត់គួរតែមានផែនការច្បាស់លាស់យើងគួរតែមានសម្លៀកបំពាក់ស៊ីវិលស្បែកជើងដែលអាចដើរនៅលើទឹកកកបានឆ្ងាយត្រីវិស័យអាហារនិងចេះពីរបៀបក្នុងការបង្កាត់ភ្លើងនៅលើទឹកកកអីជាដើម
លោក Staffner ក៏ស្ម័គ្រចិត្តជួយ Clement ផងដែរនៅពេលយប់ពេទ្យនារីម្នាក់ក៏បានសង្កេតឃើញថា Clement ដូចជាក្តៅខ្លួនហើយគេត្រូវការសម្រាប់ព្យាបាលបន្តទៀតប៉ុន្តែលោក Camino មិនព្រមឲ្យគេសម្រាប់តទៀតទេគាត់ក៏បានបង្ខំឲ្យ Clement នឹងត្រូវតែត្រឡប់ចូលធ្វើការវិញឆាប់ៗ Dr. Staffner ដឹងថាมันមានពេលច្រើនទៀតទេអញ្ចឹងហើយគាត់ក៏បានប្រាប់ឲ្យ Clement នឹងយប់នឹងចាំមកជួបគាត់នៅក្នុងបន្ទប់របស់គាត់មក Clement ក៏បានធ្វើតាមលោក Dr. ហើយលោក Staffner ក៏បានបង្ហាញពីផែនទីនិងប្រាប់ផ្លូវដល់ Clement ថាគួរតែដើរទៅតាមផ្លូវណាខ្លះគាត់បានឲ្យអាវក្រៅរបស់គាត់ទៅគេនិងប្រគល់នៅកំភ្លើងខ្លីមួយដើមនិងសម្ភារៈចាំបាច់មួយចំនួនទៀតផងគាត់ក៏បានប្រាប់គេថាគាត់ក៏ត្រៀមលាក់ទុកអាហារមួយចំនួនសម្រាប់ Clement ផងដែរនៅពេលដែលលោក Dr. គាត់ដកកាមែលដាំបាយរបស់គាត់ចេញមកយើងក៏បានមើលឃើញគាត់បានសរសេរនៅឈ្មោះនិងអាស័យដ្ឋានរបស់គាត់នៅលើនោះដែលមានន័យថាកាលពី2ខែមុនគាត់បានត្រៀមក្នុងការរត់គេចចេញពីទីនេះដូចគ្នាប៉ុន្តែគាត់ក៏បោះបង់វិញនៅពេលដែលគាត់ដឹងថាគាត់មានជំងឺមហារីកហើយរស់បានតែប្រហែលខែទៀតប៉ុណ្ណោះលោក Dr. ក៏បានផ្ដាំ Clement ថាបើសិនជារត់គេចបានសម្រេចហើយនៅមានជីវិតកុំភ្លេចទៅប្រាប់ប្រពន្ធរបស់គាត់ផងថាគាត់នឹងស្លាប់ប្រហែលជាក្នុងកំឡុងខែឧសភាអញ្ចឹងហើយប្រពន្ធរបស់គាត់នឹងដឹងអំពីថ្ងៃដែលត្រូវយកផ្កាទៅដាក់នៅលើភ្នូររបស់គាត់ក៏បន្ថែមទៀតថា Clement មិនត្រូវរត់ទៅខាងត្បូងទេបើទៅខាងត្បូងពួកតាហ៊ានអាចនឹងងាយរកគេឃើញអញ្ចឹងហើយ Clement ត្រូវរត់ទៅខាងជើងបុកទៅខាងសមុទ្រវិញបន្ទាប់ពីផ្ដាំផ្ញើអស់ហើយពួកគេក៏បានឮសំឡេងនៅខាងក្រោមហើយលោក Staffner ក៏បានឃើញថាលោក Camino កំពុងតែចង់បៀតបៀនពេទ្យនារីប៉ុន្តែគាត់ក៏ត្រូវស៊ីមួយកំភ្លៀងឬសូតែផាច់ពេលដែលគាត់ចាក់ចេញទៅ Clement ក៏បានចុះមកក្រោមហើយក៏ចាប់ផ្ដើមក្នុងការរត់គេចចេញរបស់គេ Clement ក៏បានទៅយកកាបូបដែលមានអាហារដែលត្រូវបានលាក់ទុកដោយលោក Staffner រួចក៏បន្តដំណើរទៅមុខទៀតដំណឹងនៃការបាត់ខ្លួនរបស់ Clement ក៏ត្រូវបានផ្សព្វផ្សាយហើយកូនចៅរបស់លោក Camino ក៏ចង់ទៅសួរលោក Staffner ប៉ុន្តែក៏បានឃើញថាគាត់បានធ្វើអត្តឃាតសម្រាប់ខ្លួនបាត់ទៅហើយនៅខាង Clement វិញដោយមានជំនួយពីត្រីវិស័យរបស់លោក Staffner គេក៏បានបន្តដំណើរទៅមុខរ៉ែម្នាក់ឯងប៉ុន្តែគេក៏ស្រាប់តែឮសំឡេងអ្វីមួយយ៉ាងពេលគេងាកមើលទៅក៏ឃើញមានទាហានសូវៀតកំពុងតែជិះស្គីដេញតាមគេពីក្រោយ Clement ក៏ព្យាយាមរត់ប៉ុន្តែគេមិនបានរត់ឆ្ងាយប៉ុន្មាននោះទេគេក៏ដេកក្រាបក្នុងក្រឡុកមួយស្គីរបស់ក្រុមទាហាននោះក៏បានហោះរំលងគេបាត់ទៅនៅពេលដែល Clement ងើបមកវិញគេក៏ឃើញតែកាបូបអាហាររបស់គេនោះតែប៉ុណ្ណោះនៅខាងក្រុមអ្នកទោសឯនេះវិញពួកគេក៏ត្រូវបានបង្អត់អាហារជាថ្មីម្ដងទៀតដោយសារតែ Clement ហើយពេលហ្នឹងក៏មានអ្នកទោសម្នាក់ចង់បះបោមិនព្រមធ្វើការទេបើសិនជាមិនមានអាហារឲ្យពួកគេហើយភ្លាមហ្នឹងលោក Camino គឺមិនទុកយូរនោះទេគាត់ក៏បានបាញ់សម្លាប់ម្នាក់ហ្នឹងចោលទុកជាការគំរាមដល់អ្នកដទៃទៀតកូនចៅរបស់លោក Camino ក៏បានមកប្រាប់គាត់វិញថាគេតាមចាប់ Clement មិនបាននោះទេហើយលោក Camino ក៏ត្រូវបានមេរបស់គាត់ហៅទៅជួបព្រោះពេលនេះគឺមានអ្នកទោសម្នាក់បានរត់គេចហើយអ្នកទោសម្នាក់ទៀតក៏ត្រូវបាញ់សម្លាប់អញ្ចឹងហើយគាត់គឺមិនចង់ឲ្យមានរឿងវែងឆ្ងាយទៅថ្នាក់លើទេគាត់ក៏ចង់ឲ្យលោក Camino នឹងធ្វើរបាយការណ៍ថាអ្នកទោសស្លាប់2នាក់តែម្ដងប៉ុន្តែលោក Camino ក៏បានតបវិញថាអាម្នាក់ដែលរត់គេចហ្នឹងវាអាចនឹងនៅរស់អញ្ចឹងហើយទុកពេលឲ្យគាត់សិនទៅគាត់នឹងចាប់ខ្លួន Clement មកវិញទាំងរស់ឲ្យតតែបាននៅខាង Clement ឯនេះវិញគេដើរតាំងពីព្រឹករហូតដល់យប់រួចគេក៏សង្កេតឃើញថាមានស្នាមដានជើងនៅពេលដែលគេដាក់ជើងរបស់គេផ្ទឹមទៅក៏ដឹងថាជាដានជើងរបស់គេដែលបានន័យថាគេកំពុងតែវង្វេងដើរមកកន្លែងដដែលហើយគេក៏បានអស់សង្ឃឹមហើយអាហាររបស់គេត្រៀមទុកហ្នឹងក៏បានអស់ទៀត Clement គិតថាគេនឹងត្រូវដេកស្លាប់នៅកន្លែងហ្នឹងហើយមើលទៅប៉ុន្តែពេលហ្នឹងគេក៏ស្រាប់តែបានឮសំឡេងសត្វភេទទឹកកកមួយក្បាលគេក៏ព្យាយាមដកកំភ្លើងខ្លីចេញមកដើម្បីបាញ់វាប៉ុន្តែគេបាញ់មិនត្រូវនោះទេ Clement ក៏បានព្យាយាមក្រោករត់ទាំងលំបាកធ្លាក់ទឹកផងអីផងតម្រាំតែគេអាចបាញ់ចំសត្វភេទទឹកកកនោះហើយបានសាច់ដើម្បីទុកចំអាតក្រពះរបស់គេបន្តទៀតផងដែរ Clement ក៏មានជីវិតដើម្បីបន្តដំណើររបស់គេបន្តទៀតហើយគេក៏បានសម្លឹងឃើញមានដើមឈើមួយដើមគេក៏សប្បាយចិត្តមែនទែនគេសឹងតែមិនជឿនៅអ្វីដែលគេបានឃើញនោះទេលោក Camino ឯនេះវិញគាត់ក៏បានប្រាប់កូនចៅឲ្យរាយការណ៍អំពីដំណឹងដែល Clement បានរត់គេចហ្នឹងទៅកាន់ប៉ុស្តិ៍បន្ទាយ500គីឡូម៉ែត្រជុំវិញដើម្បីឲ្យជួយសហការចាប់ Clement ត្រឡប់មកវិញនៅខាង Clement វិញពេលនេះគេគឺបានមកដល់តំបន់ Siberia ហើយគេក៏បានដុតភ្លើងសម្រាកហើយពេលនោះក៏ស្រាប់តែមានបរិសុទ្ធ2នាក់បានមកឈរមើលគេហើយគេក៏ភ្ញាក់ឡើងបរិសុទ្ធ2នាក់ហ្នឹងក៏មើលដឹងថា
Clement គឺជាជនជាតិអាល្លឺម៉ង់ភៀសខ្លួនហើយពីអ្នកហ្នឹងក៏បបួល Clement ឲ្យទៅជាមួយនឹងពួកគេទៅប៉ុន្តែ Clement ក៏បានបដិសេធហើយក៏ដេញពីអ្នកហ្នឹងឲ្យចេញទៅវិញទៅថ្ងៃបន្ទាប់ Clement ក៏បន្តដំណើរម្នាក់ឯងបន្តទៀតប៉ុន្តែគេក៏ត្រូវជួបប្រទះជាមួយនឹងខ្យល់កន្ត្រាក់ហើយដើមឈើនៅជុំវិញខ្លួនរបស់គេហ្នឹងក៏រលំហើយក៏សង្កត់គេឲ្យសន្លប់បាត់បង់ស្មារតីបរិះពីរនាក់កាលពីម្សិលមិញហ្នឹងក៏បានត្រឡប់មកជួយ Clement វិញហើយម្នាក់ក៏បានណែនាំខ្លួនថាគេមានឈ្មោះថា Semyon ម្នាក់ទៀតគឺមានឈ្មោះថា Anastasia ចំណែកឯ Clement វិញគេក៏បានប្រាប់ទៅវិញទៅថាគេមានឈ្មោះថា Peter ហើយលើកនេះ Clement ក៏យកព្រមធ្វើដំណើរជាមួយនឹងពីរនាក់នឹងផងដែរនិទាខែរដូវឆ្នាំ1950អ្នកភះខ្លួនទាំង3នាក់របស់យើងក៏បានធ្វើដំណើរជិតទៅដល់ភ្នំ Kalama ហើយពួកគេក៏បានធ្វើក្បូរបណ្ដែតទឹកហើយ Clement របស់យើងវិញគេគឺអង្គុយតែស្រមៃថាគេនឹងបានទៅផ្ទះវិញក្នុងពេលឆាប់ៗគ្នាគេម្នាក់ក៏បាននិយាយទាំងអស់សំណើចថាទៅជួបគ្រួសារវិញធ្វើអីនៅ Siberia នេះទេសភាពស្អាតណាស់មិនម៉ានៅទីនេះជុំគ្នាហើយកំពុងតែនិយាយគ្នាសប្បាយសុខ Anastasia ក៏បានឃើញថាខាងមុខគឺជាជ្រោះអញ្ចឹងហើយពួកគេក៏ព្យាយាមចៅក្បូនចូលគៀនកំឡុងពេលហ្នឹង Semyon ក៏ស្រាប់តែធ្លាក់ពីលើក្បូន Clement ឃើញអញ្ចឹងគេក៏បានហក់ចុះទៅជួយ Semyon ដោយគ្មានស្ទាក់ស្ទើរឡើយហើយជាសំណាងល្អគឺទាំងពីរនាក់អាចរស់រានមានជីវិតឡើងវិញបានចំណែកឯ Anastasia វិញគេក៏បានបន្តដំណើរទៅមុខទៀតតែម្នាក់ឯងដោយទុក Clement ជាមួយនឹង Semyon ចោល Anastasia គេក៏បានយកនៅសម្ភារៈនិងរបស់របររបស់ Clement និង Semyon ទៅជាមួយគេផងដែរកាត់មកខាង Clement ជាមួយនឹង Semyon ឯនេះវិញទាំងពីរនាក់ក៏បានបន្តដំណើរជាមួយគ្នាដោយជើងទទេ Anastasia គេក៏បានឆែកមើលកាបូបរបស់ Semyon ហើយក៏ឃើញមានមាសប្រមាណដុំមិនយូរប៉ុន្មាន Semyon ជាមួយនឹង Clement ក៏បានមកដល់កន្លែងរបស់ Anastasia ផងដែរ Semyon ក៏មានការខឹងនិងអន់ចិត្តជាមួយនឹង Anastasia ជាខ្លាំងដែលទុកពួកគេចោលបែបនេះពេលគេចូលមកខាងក្នុង Semyon ក៏បានមើលឃើញថា Anastasia បានលួចឆែកឆេរអីវ៉ាន់របស់គេហើយដោយសារតែគេមិនចង់ឲ្យ Clement ដឹងថាគេមានមាសលាក់ទុកអញ្ចឹងគេក៏បានយកកំភ្លើងនឹងដាក់កញ្ចឹងក Clement ឲ្យសន្លប់រួចគេក៏បានបាញ់ Anastasia ឲ្យស្លាប់បាត់ទៅពេល Clement ដឹងខ្លួនឡើងវិញគេក៏ឃើញសាកសពរបស់ Anastasia Clement ក៏ចង់យកសាកសពនឹងទៅដុតប៉ុន្តែ Semyon ក៏បានថាមិនចាំបាច់ទេទុកឲ្យសត្វស្លាប់នឹងវងចចកស៊ីវាទៅឥឡូវនេះពួកគេគឺនៅសល់តែ2នាក់ប៉ុណ្ណោះហើយរដូវរងាក៏បានមកដល់ជាថ្មីម្ដងទៀត Semyon ក៏បានប្រាប់ Clement ថាគេមិនអាចបន្តដំណើរទៅទៀតបានទេគេអស់កម្លាំងខ្លាំងណាស់ហើយ Clement ក៏បានស្ម័គ្រចិត្តជួយលើកអីវ៉ាន់របស់ Semyon ដើម្បីឲ្យគេស្រាលខ្លួនបន្តិចប៉ុន្តែ Semyon បែរជាគិតថា Clement នឹងចង់លួចមាសរបស់គេទៅវិញគេក៏បានច្រាន Clement ឲ្យធ្លាក់ពីលើជម្រាលហើយកូនស្រីរបស់ Clement ក៏បានភ្ញាក់ដោយសារតែនាងយកសពអាក្រក់ពីប៉ារបស់នាង Clement នៅពេលដែលដឹងខ្លួនពីសន្លប់ភ្លាមគេក៏បានឮសំឡេងឆ្កែចចកហើយឆ្កែចចកប៉ុន្មានក្បាលក៏បានរត់សម្ដៅមករក Clement បានព្យាយាមតោងឡើងដើមឈើប៉ុន្តែពួកឆ្កែចចកទាំងនោះក៏បានតោងខាំជើងរបស់ Clement ជាប់អញ្ចឹងហើយ Clement ក៏ធ្លាក់មកវិញហើយក៏សន្លប់បាត់ទៅជាសំណាងល្អក្រុមព្រានព្រៃជនជាតិភាគតិចមួយក្រុមក៏បានបាញ់វងឆ្កែចចកទាំងនោះឲ្យចែកជើងគ្នាអស់ហើយពួកហ្នឹងក៏បានជួយសង្គ្រោះ Clement យកទៅសម្រាប់ព្យាបាលតាមបែបបុរាណនៅក្នុងជំរំរបស់ពួកគេនៅក្នុងក្រុមកុលសម្ព័ន្ធហ្នឹងគឺមាននារីវ័យក្មេងម្នាក់ដែលមានឈ្មោះថា Arina នាងហ្នឹងគឺងប់ងល់ជាមួយនឹង Clement មែនទែនគឺថានៅមើលថែ Clement ជាប់រហូតលោក Kameno ក៏ទទួលដំណឹងពីកូនចៅរបស់គាត់ថាពួកគេបានចាប់នៅបរិសម្នាក់ដែលជាជនអន្តោប្រវេសន៍ដែលព្យាយាមទិញប៉ាសពតคล้ายៗដោយប្រើប្រាស់មាសហើយនៅក្នុងការសួរចម្លើយបរិសម្នាក់ហ្នឹងក៏បាននិយាយអំពីអ្នកទោសរត់គេចខ្លួនជនជាតិអាល្លឺម៉ង់ម្នាក់ដែលសង្ស័យថាជា Clement អញ្ចឹងហើយលោក Kameno ក៏ចង់សួរចម្លើយដោយផ្ទាល់ប៉ុន្តែក៏ស្រាប់តែឃើញថាបរិសម្នាក់ហ្នឹងបានចងកសម្រាប់ខ្លួនបាត់ទៅហើយម្នាក់ហ្នឹងគឺពិតជា Semyon មែនដំណឹងនៃការតាមចាប់អ្នកទោសភៀសខ្លួនជនជាតិអាល្លឺម៉ង់ដែលជា Clement ហ្នឹងពេលនេះគឺខាងតាហ៊ានសូវៀតបានធ្វើការប្រកាសផ្សព្វផ្សាយប្រាប់ដល់ប្រជាពលរដ្ឋអំពីរឿងនេះហើយបរិសម្នាក់ដែលបានជួយជីវិត Clement ហ្នឹងក៏បានលើកការប្រកាសនេះដែរគាត់ក៏បានប្រាប់ Clement ឲ្យចាក់ចេញពីជំរំរបស់គាត់ទៅព្រោះថាខ្លាចមានគ្រោះថ្នាក់ដល់អ្នកភូមិរបស់គាត់ហើយអ្នកភូមិក៏បានឲ្យអាហាររបស់របរប្រើប្រាស់និងសត្វសំណក់មួយក្បាលឲ្យទៅកាន់ Clement ផងដែរ Arina ក៏បានជូនដំណើរ Clement ជាលើកចុងក្រោយបន្ទាប់មករដូវក្តៅឆ្នាំ1951ក៏បានមកដល់សត្វឆ្កែរបស់ Clement ក៏បានរត់សម្ដៅទៅសម្លេងអ្វីម្យ៉ាងហើយនៅពេលហ្នឹង
Clement ក៏បានរត់ទៅតាមពីក្រោយទៅក៏ឃើញថាឆ្កែរបស់គេកំពុងតែព្រុសដោយសារតែឃើញពួកឈ្មួញជួញដូរឈើហើយពួកហ្នឹងក៏ប្រដាប់ដោយអាវុធទៀត Clement ក៏បានហៅឆ្កែរបស់គេឲ្យត្រឡប់មកវិញគេបំរុងនឹងចាក់ចេញទៅវិញទៅហើយប៉ុន្តែក៏ត្រូវបានបង្អាក់ដោយសារតែបរិសម្នាក់នោះក៏បានភ្ជង់ឲ្យ Clement នឹងចូលមកសិន Clement ក៏បាននាំទៅជួបជាមួយនឹងមេការនៅតំបន់ហ្នឹង Clement បានប្រឌិតរឿងថាគេគឺជាឈ្មួញជួញដូររកស៊ីមកពីឈីថាហើយក៏វង្វេងផ្លូវអីចឹងទៅពេលលឺអញ្ចឹងអបិមេការហ្នឹងក៏ធ្វើជាជឿសម្ដីរបស់ Clement ហើយគេក៏បានឲ្យ Clement ហ្នឹងធ្វើដំណើរតាមរថភ្លើងទៅកាន់ឈីថាវិញ Clement លឺអញ្ចឹងហើយគឺសប្បាយចិត្តមែនទែនព្រោះតំបន់ឈីថាហ្នឹងគឺកាន់តែគៀកទៅដល់ផ្ទះរបស់គេហើយតាមពិតទៅអបិមេការនោះគឺបានរាយការណ៍ដល់ក្រុមរបស់លោក Camino រួចទៅហើយពេលរថភ្លើងបន្ថយល្បឿន Clement ស្មានថាដល់កន្លែងចំណតប៉ុន្តែមានណាក្រុមរបស់លោក Camino ក៏បានធ្វើការដេញតាម Clement ជាមួយនឹងសត្វឆ្កែរបស់គេហើយសត្វឆ្កែហ្នឹងវាក៏សុកចិត្តលះបង់ជីវិតដើម្បីពន្យាពេលឲ្យ Clement ហ្នឹងបានរត់ទៅមុខបន្តទៀតរហូតដល់គេក៏បានហក់មកទៅនៅលើដំបូលរថភ្លើងមួយផ្សេងទៀតហើយក៏រួចខ្លួនបានសម្រេច Clement ក៏បានសុំដោយសារឡានគេជិះហើយគេក៏បានដើរកាត់វាស្មៅពេលនោះគេក៏ស្រមៃថាមានអ្នកជិះសេះតាមចាប់គេទៀតប៉ុន្តែបន្តិចទៅគេក៏ដឹងថាគ្រាន់តែជាការស្រមៃរបស់គេប៉ុណ្ណោះរដូវរងាក៏បានចូលមកជាថ្មីម្ដងទៀត Clement ក៏បានលាក់ខ្លួនក្នុងកូនខ្ទមមួយកន្លែងដែលគេទុកចោលហើយចំណែកឯកូនស្រីរបស់ Clement ឯនេះវិញនៅពេលដែលនាងកំពុងតែសោតកំណាប់សុកហ្នឹងនាងក៏បានហូរទឹកភ្នែកដោយសារតែស្រណោះឪពុកខ្លាំងពេកបន្ទាប់មកយើងក៏បានឃើញមានឡានមួយកំពុងតែបើកហើយតែកង់ឡានក៏បានឈប់ឡានព្រោះថាកង់ឡានខាងមុខហ្នឹងបានបែកហើយគេក៏មកកាប៊ីនខាងក្រោយដើម្បីយកកង់ស្គូទៅដូរពេលហ្នឹងគេក៏បានលើសំឡេងចម្លែកហើយដល់ពេលរើមើលទៅក៏ឃើញ Clement ក៏បានប្រវាយបន្ទាប់ជាមួយនឹងតែកង់ឡាននោះហើយគេក៏បានយកកំប៉ុងត្រីខហ្នឹងសំពងក្បាលអបិតែកង់ឡានហ្នឹងឲ្យស្លាប់បាត់ទៅសាច់រឿងក៏បានកាត់មកខែសីហាឆ្នាំ1952ពេលនេះ Clement ក៏បានដើរមកដល់តំបន់ផ្សារមួយកន្លែងហើយនៅទីហ្នឹងគឺមានការលក់ម្ហូបអាហារមានបាយមាននំប៉័ងអីចឹងទៅដែលធ្វើឲ្យ Clement ហ្នឹងឃ្លានខ្លាំងមែនទែនប៉ុន្តែគេគ្មានលុយចាប់ខ្លួននោះទេនារីស្រស់ស្អាត2នាក់ក៏បានមកឃើញ Clement ហើយក៏មានការអាណិតទៅកាន់គេរួចនារី2នាក់នោះក៏បានប្រើឲ្យកូនក្មេងម្នាក់ឲ្យយកនំប៉័ងទៅឲ្យ Clement ក៏បានអង្គុយហូបយ៉ាងឆ្ងាញ់បន្ទាប់មក Clement ក៏បានចូលមកក្នុងព្រះវិហារមួយកន្លែងគេកំពុងតែធ្វើការបួងសួងសុកក៏ស្រាប់តែមានបរិសុទ្ធជនជាតិជ្វីបម្នាក់បានចូលមកហើយក៏អញ្ជើញ Clement ហ្នឹងឲ្យទៅហូបបាយនៅផ្ទះរបស់គាត់បរិសុទ្ធម្នាក់ដែលអង្គុយនៅជិតហ្នឹងក៏បានមកឃើញអ្នកទាំងពីរហើយគាត់ក៏បានចូលទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីរាយការណ៍រឿងនេះបរិសុទ្ធជនជាតិជ្វីបម្នាក់នោះក៏បាននិយាយប្រាប់ Clement ថាគាត់ធ្លាប់បាត់បង់បងប្អូនរបស់គាត់2នាក់ដោយសារស្នាដៃរបស់ទាហានអាល្លឺម៉ង់ប៉ុន្តែគាត់នៅតែគិតថាមិនមែនជនជាតិអាល្លឺម៉ង់ទាំងអស់សុទ្ធតែអាក្រក់នោះទេបរិសុទ្ធម្នាក់ហ្នឹងក៏បានបន្តប្រាប់ទៅកាន់ Clement ទៀតថាបើសិនជាចង់ចាក់ចេញពីប្រទេសរុស្ស៊ីចូលទៅកាន់ប្រទេសអាល្លឺម៉ង់គេត្រូវការធ្វើប៉ាសពតជាចាំបាច់ហើយបរិសុទ្ធម្នាក់នោះក៏បានសួរ Clement ថាតើលោកមានឈ្មោះអ្វី Clement ក៏ប្រាប់ទៅថាគេមានឈ្មោះថា Peter នៅខាងលោក Camino ឯនេះពេលនេះគាត់ក៏ប្រញាប់បើកឡានមកកន្លែងរបស់ Clement បន្ទាប់ពីទទួលដំណឹងពីខាងប៉ុស្តិ៍ប៉ូលីសហើយបរិសុទ្ធជនជាតិជ្វីបក៏បានយករូបថតរបស់ Clement ដើម្បីទៅធ្វើប៉ាសពតហើយគេក៏ប្រាប់ Clement ឲ្យមុជទឹកសម្អាតខ្លួនឲ្យស្អាតទៅពេលបរិសុទ្ធម្នាក់នោះត្រឡប់មកវិញក៏ស្រាប់តែបាត់វត្តមានរបស់ Clement ឲ្យឈឹងបរិសុទ្ធជនជាតិជ្វីបក៏បានទៅរក Clement ក្នុងព្រះវិហារហើយយើងក៏បានឃើញថា Clement បានសម្អាតខ្លួនស្លៀកពាក់យ៉ាងស្អាតបាតឈរចាំនៅទីនឹងផងដែរបរិសុទ្ធជនជាតិជ្វីបក៏បានឲ្យប៉ាសពតទៅកាន់ Clement ហើយក៏ប្រាប់ Clement ថាគួរនិយាយបែបណាខ្លះនៅកន្លែងដែលគេឆែកឆេរនិងសួរចម្លើយនោះ Clement ក៏បានប្រញាប់ទៅកន្លែងទិញសម្បូររថភ្លើងហើយនៅកន្លែងនោះគេក៏បានឃើញមាន postcard មួយចំនួនផងដែរគេក៏បាននឹកឃើញដល់ពាក្យសម្ដីកូនស្រីរបស់គេហើយគេក៏បានទិញ postcard មួយចំនួនទុកនិងបន្តដំណើរទៅមុខទៀតលោក Camino ក៏បានមកជួបបរិសុទ្ធជនជាតិជ្វីបដែលជួយ Clement នឹងដល់ផ្ទះរបស់គាត់ហើយបើទោះបីជាបរិសុទ្ធជនជាតិជ្វីបនោះព្យាយាមបដិសេធយ៉ាងណាក៏ដោយក៏លោក Camino នឹងបានដឹងរឿងអស់ទៅហើយបរិសុទ្ធជនជាតិជ្វីបក៏បានគាំងបេះដូងស្លាប់ហើយលោក Camino ក៏មិនទទួលបានតម្រុយអ្វីពី Clement នោះទេបន្ទាប់មកយើងក៏បានឃើញខាងតម្រួតរបស់សូវៀតក៏បានបញ្ឈប់ឡានដឹកអ្នកដំណើរមួយគ្រឿងមិនឲ្យទៅមុខដោយសារតែនៅខាងមុខគឺមានថ្មរអិលបាក់បិទផ្លូវអស់ទៅហើយអញ្ចឹងហើយគឺតម្រូវឲ្យបើកនៅលើផ្លូវវាងវិញ Clement ក៏បានសួរថាបើខ្ញុំសុំដើរថ្មើរជើងបានអត់
អ្នកតម្រួតនឹងក៏បានថាបានតើព្រោះកន្លែងច្រកព្រំដែនហ្នឹងវាមិនឆ្ងាយប៉ុន្មាននោះទេ Clement ក៏បានចោះធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯងរហូតដល់កន្លែងច្រកព្រំដែនរវាងសហភាពសូវៀតជាមួយនឹងប្រទេសអ៊ីរ៉ង់ Clement ក៏បានដកប៉ាសពតដើម្បីឲ្យគេឆែកឆេរហើយនៅពេលឆែកឆេររួចឃើញថាគ្មានបញ្ហាគេក៏បានបន្តដំណើរដោយដើរឆ្លងស្ពានដើម្បីចូលទឹកដីអ៊ីរ៉ង់នៅពេលដែល Clement ដើរបានដល់ពាក់កណ្ដាលស្ពានហើយស្រាប់តែលេចនៅវត្តមានរបស់លោក Camino ចេញមកហើយអ្វីដែលយើងនឹកស្មានម្ដងនោះគឺលោក Camino ក៏បានបើកផ្លូវឲ្យ Clement នឹងដើរឆ្លងកាត់ដោយមិនមានការខាត់ខាំងអីនោះទេនៅពេលចូលមកដល់ទឹកដីអ៊ីរ៉ង់ Clement ក៏ត្រូវជាប់គុកជាថ្មីម្ដងទៀតដោយសារតែត្រូវបានសង្ស័យថាគេគឺជាកេងសម្ងាត់របស់រុស្ស៊ី Clement ព្យាយាមនិយាយថាគេមានឈ្មោះថា Clement ជាជនជាតិអាល្លឺម៉ង់ដែលត្រូវបានទាហានសូវៀតនឹងចាប់យកទៅឃុំឃាំងប៉ុន្តែគ្មាននរណាជឿគេឡើយរហូតដល់ថ្ងៃមួយមេកុកក៏បាននាំខ្លួន Clement ឲ្យចូលមកជួបជាមួយនឹងបរិសម្នាក់ដែល Clement អះអាងថាជាពូរបស់គេដំបូងលោកពូម្នាក់ហ្នឹងគឺចំណាំ Clement មិនបាននោះទេគាត់ក៏បានដករូបថតមួយចំនួនចេញមកហើយសួរសំណួរខ្លះៗទៅកាន់ Clement ក៏បានឃើញរូបថតរបស់ខ្លួនឯងហើយគេក៏បាននិយាយថាគេបានសរសេរ note អក្សរនៅខាងក្រោយរូបថតនោះហើយនៅពេលដករូបថតនោះមកមើលទៅក៏ឃើញថាពិតជាមានអក្សរនៅផ្នែកខាងក្រោយពិតមែនពូជាមួយនឹងក្មួយប្រុសក៏អោបគ្នាយ៉ាងសប្បាយចិត្តបន្ទាប់ពីនឹងមក Clement ក៏បានមកដល់ផ្ទះរបស់គេវិញគេក៏បានដើរលបហើយឈរមើលពីក្រៅបង្អួចដោយឃើញមានកូនស្រីប្រពន្ធនិងកូនប្រុសរបស់គេម្នាក់ទៀតហើយនៅក្នុងផ្ទះគឺមានការដេគ័រសម្រាប់ថ្ងៃគ្រីស្មាស់ផងដែរ Clement គេមិនតន់ចូលទៅជួបគ្រួសាររបស់គេភ្លាមទេគេបានទៅឈរពួនហើយក៏ឃើញថាគ្រួសាររបស់គេកំពុងធ្វើដំណើរទៅកាន់ព្រះវិហារនៅក្នុងព្រះវិហារវិញកំឡុងពេលច្រៀងចម្រៀងដើម្បីអបអរសាទរបុណ្យគ្រីស្មាស់នោះកូនស្រីរបស់ Clement ក៏បានសម្លឹងមើលទៅកាន់រូបសំណាកព្រះម៉ែម៉ារីហើយក៏ធ្វើការបន់ស្រន់ជាថ្មីម្ដងទៀតវាក៏មានជាអ្វីមួយយ៉ាងដែលបណ្ដាចិត្តឲ្យនាងងាកមកខាងក្រោយហើយនៅពេលដែលនាងងាកមកក៏ឃើញវត្តមានឪពុករបស់នាងកំពុងតែឈរនៅចំពោះមុខនាងក៏បានចូលទៅអោបឪពុកដោយក្តីនឹករលឹកជាពន់ពេកប្រពន្ធរបស់ Clement ក៏បានចូលមកតាមក្រោយហើយគាត់នឹងគឺសឹងតែមិនជឿនោះទេថាគាត់អាចជួបមុខប្តីរបស់គាត់ជាថ្មីម្ដងទៀតបន្ទាប់ពីបែកគ្នាអស់រយៈពេល7ឆ្នាំមកនេះហើយសាច់រឿងក៏ត្រូវបានបញ្ចប់ត្រង់ចំណុចនេះផងដែរសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ